ធ្លាប់តែលើទូ ATM ដកដាក់លុយតែឥឡូវនេះគឺវាមានរហូតដល់ទៅ ATM ដាក់មាសថែមទៀតផងដែរហើយយើងអាចទូទាត់បានជាលុយដោយនៅក្នុងទីក្រុងសៀងហៃប្រទេសចិនប្រជាជនតម្រង់ជួរនៅមុខទូ ATM មិនធម្មតាមួយដែលម្នាក់មានគ្រឿងអលង្ការនៅក្នុងដៃរងចាំដាក់ចូលទៅទូ ATM មួយនេះហើយទូទាត់ជាលុយមកវិញម៉ាស៊ីន ATM មួយនេះវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច recycle ឬក៏លក់គ្រឿងអលង្ការទូទាត់ជាសាច់ប្រាក់បានយ៉ាងឆាប់រហ័សដោយសារតម្លៃមាសកើនឡើងជិតដល់កម្រិតខ្ពស់ចាំពេលដែលមានវិបត្តិសេដ្ឋកិច្ចផងនោះមានមនុស្សម្នាជាច្រើននៅក្នុងមួយថ្ងៃរងចាំលក់មាសនៅក្នុងទូ ATM នេះប្រទេសចិនទើបតែបង្ហាញម៉ាស៊ីន ATM មាសដំបូងគេរបស់ពិភពលោកដែលវាអាចថ្លឹងរំលាយនិងបំលែងមាសរបស់អ្នកទៅជាសាច់ប្រាក់ក្នុងរយៈពេលតិចជាង30នាទីទូ ATM មាសនេះគឺបង្កើតឡើងដោយក្រុមហ៊ុន Kinghood Group ហើយម៉ាស៊ីនទាំងនេះគឺដាក់ដំណើរការហើយនៅក្នុងទីក្រុងសិនចិនហើយនិងទីក្រុងហុងកុងពួកគេអាចទូទាត់ដោយប្រើប្រាស់នៅមាសចាប់ពី3ក្រាមដល់1គីឡូក្រាមហើយទូទាត់ទៅតាមហាងឆេកផងដែរវិច័យវិទ្យានេះគឺនឹងធ្វើឲ្យលោកអ្នកមិនពិបាកដូចមុនទៀតទេហើយកាន់តែងាយស្រួលថែមទៀតផងតើអ្នកកំពុងមើលមានមាសលក់ដែរហើយឬនៅ